គោរពជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមស្នេហាវិស័យកីឡាប្រដាល់គុណខ្មែរអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងលើកយកកីឡាករវ៉ាន់វឿនមកនិយាយតាក់ទងជាមួយនឹងការជួបគ្នានៅជុំទី2ដែលត្រូវប៉ះជាមួយនឹងកីឡាករហាន់ពីក្នុងពេលឆាប់ៗនេះហើយអញ្ចឹងបើយើងនិយាយពីសមត្ថភាពវ៉ាន់វឿនហើយនឹងហាន់ពីប្រហែលគ្នាផ្លែមានដូចគ្នាបបពិសោធន៍វ៉ាន់វឿនល្អជាងប៉ុន្តែអ្វីដែលវ៉ាន់វឿនខ្សោយគឺមានចំណុចខ្សោយប៉ុន្តែបើហាន់ពីគឺអត់មានទេហាន់ពីគេអត់មានចំណុចខ្សោយទេណាអញ្ចឹងតើតើជាមួយនឹងការប្រកួតនេះដែរបើសិនជាវ៉ាន់វឿនគាត់ចង់ឈ្នះហាន់ពីទឹកទី1ទឹកទី2បដូរបើគេមិនស្លាប់គឺយើងស្លាប់យើងមានផ្លែដូចគ្នាណាអាហ្នឹងបើសិនជាយើងចង់ឈ្នះហាន់ពីបើសិនជាវ៉ាន់វឿនអត់បដូរទេគឺដឹងតែចាញ់ហាន់ពី 100% ហើយដោយសារតែយើងមានចំណុចខ្សោយទី1ទី2ស៊ូសយើងក៏ស្ទើរជាងគេកម្លាំងយើងក៏ស្ទើរជាងគេដែរណាស្ទើរជាងហាន់ពីទាំងអស់អញ្ចឹងបើសិនជាយើងកំដរគេដល់ចាប់ទឹកគឺយើងនៅតែចាញ់គេប៉ុន្តែបើវ៉ាន់វឿនហ៊ានបដូរអាចនឹងឈ្នះក៏អាចនឹងចាញ់ដែរអញ្ចឹងវាភាគរយគឺ50-50ក្នុងការបដូរទឹក1ទឹក2ប៉ុន្តែបើកំដរហាន់ពីដល់ចាប់ទឹកគឺហាន់ពីនឹងឈ្នះទៅលើវ៉ាន់វឿន 100% អានេះគឺជាអ្វីដែលខ្ញុំចង់លើកឡើងអញ្ចឹងបើសិនជាវ៉ាន់វឿនចង់ឈ្នះត្រូវតែបដូរបើគេមិនស្លាប់យើងស្លាប់តែប៉ុណ្្នឹងវ៉ាន់វឿនគឺមានឱកាសតែប៉ុណ្្នឹងទេណាគឺមានឱកាសតែប៉ុណ្្នឹងទេហើយបើសិនជាអត់ធ្វើអញ្ចឹងទេគឺយើងនឹងធ្លាក់ហើយធ្លាក់ 100% ហើយជុំហ្នឹងអញ្ចឹងសង្ឃឹមថាវ៉ាន់វឿនអាចធ្វើរឿងមួយនេះឲ្យភ្ញាក់ផ្អើលដល់ទស្សនិកជនក៏ដូចជារូបខ្ញុំផងដែរណាជាចុងក្រោយខ្ញុំសូមអរគុណសម្រាប់វីដេអូនេះកុំភ្លេចបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងបើសិនជាមានមតិល្អៗកុំភ្លេចទម្លាក់នៅក្រោមវីដេអូដើម្បីជជែកគ្នាតាក់ទងជាមួយនឹងគុណខ្មែរបន្ថែមទៀតជាចុងក្រោយខ្ញុំសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត